ជំរាបសួរពុកម៉ែបងប្អូនទាំងគ្នាថ្ងៃនេះគឺពួកខ្ញុំចេញវីដេអូបកស្រាយជាមួយនឹងគ្រួសារជនរងគ្រោះបងប្អូនពាក់ព័ន្ធរឿងឃើញព័ត៌មានជាច្រើនដែលផុសរូបប្តីគាត់ណាពាក់ព័ន្ធជាមួយនឹងជនជាតិចិនដែលគាត់ដេកនៅលើអាពុកហ្នឹងគេថាប្តីរបស់គាត់ហើយគេកាត់តរូបប្តីគាត់អញ្ចឹងណាបងប្អូនហើយមួយទៀតតាក់ទងជាមួយនឹងបរិសម្នាក់នៅខណ្ឌកបោដែលគាត់ស្លាប់ហ្នឹងក៏គេកាត់តរូបប្តីគាត់ដែរហើយឥឡូវហ្នឹងមកដល់ឥឡូវហ្នឹងគឺគេកាត់តរូបមួយទៀតហ្នឹងដែលសតដែលទឹកនៅខាងG95នៅអីគេសម្រោងធំដែលនៅកំពង់ដរហ្នឹងបងប្អូនហើយថ្ងៃនេះគឺចង់មកបកស្រាយប្រាប់បងប្អូនថាមេត្តាកុំយករូបរបស់គាត់យកមកកាត់តថាជាប្តីរបស់គាត់អញ្ចឹងណាបងប្អូនអញ្ចឹងអានេះមានអីត្រូវនិយាយអត់និយាយអូនខ្ញុំស្នើសុំទៅដល់បងប្អូនទាំងអស់គ្នាដែលគាត់កាត់តរូបដូចជាម្នាក់ចិនហ្នឹងទី1គឺម្នាក់ចិនហ្នឹងគឺមិនមែនជាប្តីខ្ញុំទេទី2គឺសពដែលនៅកបោហ្នឹងក៏មិនមែនជាប្តីខ្ញុំដែរទី3នេះសពដែលអណ្ដែតទឹកហ្នឹងក៏មិនមែនជាប្តីរបស់ខ្ញុំដែរហ្នឹងហើយបងប្អូនគឺបងប្អូនគឺចង់និយាយថាគឺគាត់ខ្ញុំទៅមើលផ្ទាល់ហើយគឺមិនមែនជាប្តីរបស់ខ្ញុំទេហើយគាត់មានបងប្អូនជាច្រើនដែលគាត់កាត់តរូបគាត់យកទៅផុសថានឹងជាសពរបស់ប្តីខ្ញុំអញ្ចឹងណាតែខ្ញុំសូមនិយាយនេះគឺចង់បញ្ជាក់ថាគឺមិនមែនជាសពប្តីរបស់ខ្ញុំទេគឺប្តីរបស់ខ្ញុំហ្នឹងខ្ញុំរកអត់ទាន់ឃើញទេអត់ដឹងថាគាត់ស្លាប់ឬក៏រស់យើងនៅមិនទាន់ដឹងតម្រុយនិយាយទៅគឺនៅអត់ទាន់ដឹងតម្រុយអីមិនតិចទេតែខ្ញុំព្យាយាមទៅរកមើលរហូតឲ្យតែលឺសពគឺខ្ញុំព្យាយាមទៅមើលរហូតតែមិនមែនជាសពរបស់ប្តីខ្ញុំតែខ្ញុំសុំចិត្តបងប្អូនកុំកាត់តរូបដែលមិនពិតយកមកផុសឲ្យថាជាប្តីរបស់ខ្ញុំអញ្ចឹងណាតែខ្ញុំសូមបញ្ជាក់ថាមិនមែនជាគាត់ទេអញ្ចឹងខ្ញុំសូមមហាជនទាំងអស់គ្នាដែលគាត់តែងតែកាត់តរូបភាពដែលមិនពិតយកមកផុសអញ្ចឹងណាហើយខ្ញុំក៏សូមស្នើសុំទៅដល់សមត្ថកិច្ចគាត់ចាត់វិធានការទៅដល់ពេកមួយចំនួនដែលគាត់កាត់រឿងមិនពិតយកមកផុសថាប្តីរបស់ខ្ញុំអញ្ចឹងណាអញ្ចឹងខ្ញុំសូមស្នើទៅដល់សមត្ថកិច្ចផងសូមឲ្យគាត់ជួយរឿងហ្នឹងផងមានពេកជាច្រើនដែលគាត់កាត់តរឿងមិនពិតថាជារឿងរបស់ប្តីខ្ញុំដូចជាសពដែលទឹកដូចជាបរិសម្នាក់ដែលជនជាតិចិនហ្នឹងហើយដូចជាបរិសម្នាក់ទៀតនៅកបោគឺមិនមែនជាសពរបស់ប្តីខ្ញុំទេតែមានពេកជាច្រើនដែលគាត់កាត់តថាជាប្តីរបស់ខ្ញុំបាទអញ្ចឹងខ្ញុំស្នើសុំទៅដល់សមត្ថកិច្ចសូមឲ្យគាត់ជួយចាប់វិធានការរឿងហ្នឹងផងតែសប្តាហ៍នេះគឺប្តីរបស់ខ្ញុំហ្នឹងគឺនៅរកគាត់អត់ទាន់ឃើញនៅឡើយទេបាទបងប្អូនអរគ្នាឥឡូវមកទល់ពេលនេះរយៈពេល13ថ្ងៃហើយតាក់ទងជាមួយនឹងជនរងគ្រោះpass app ដែលត្រូវបានគេដុតហ្នឹងបងប្អូនគឺយើងនៅមិនទាន់ដឹងដំណឹងនៅឡើយទេអញ្ចឹងនៅក្នុងវីដេអូនេះខ្ញុំសូមអំពាវនាវបងប្អូនអរគ្នាមេត្តាជួយ share វីដេអូនេះចែកម្លែកណាបងប្អូនណាអញ្ចឹងវីដេអូហ្នឹងមានតែប៉ុណ្្នឹងឯងបងប្អូនណាអរគុណច្រើនចា៎